បាទសួស្តីគ្នាយើងចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តមេរៀនពាក់ព័ន្ធនឹង DHCP បន្តទៀតហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញគ្នាយើងពីប្រសេសជាក់ស្ដែងទៅលើ DHCP បាទអញ្ចឹងដើម្បីខ្ញុំអាចបង្ហាញជាក់ស្ដែងការងារនៅ background របស់ DHCP បានគឺខ្ញុំប្រើកម្មវិធីមួយដែលមានឈ្មោះថា Wireshark ណា Wireshark នេះគឺយើងអាច download free ទេពី website Wireshark អញ្ចឹងខ្ញុំបើកវាមកបាទកម្មវិធី Wireshark នេះគឺយើងប្រើសម្រាប់ជា package capture ណាចឹងរាល់ការ send request ទៅលើ network គឺវាជា send ជាលក្ខណៈ package គេហៅថា package ណាបាទអញ្ចឹងសម្រាប់network ដែលខ្ញុំប្រើជាមួយនឹង network របស់ខ្ញុំគឺខ្ញុំប្រើជាមួយនឹងnetwork network card មួយដែលមានឈ្មោះថា Ethernet 3ណាអញ្ចឹងខ្ញុំត្រូវ capture ទៅលើ Ethernet 3ណាបាទខ្ញុំ click លើវាអញ្ចឹងមកបាទអញ្ចឹងខ្ញុំចាប់តាម capture ហើយបាទអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំទៅបើក command prompt មកដើម្បីខ្ញុំ release IP address ចេញហើយ renew វាឡើងវិញអញ្ចឹងខ្ញុំប្រើ command មួយ IP config/release បាទអញ្ចឹងពេលនេះcommand នេះវាបាន release IP របស់ខ្ញុំចេញអស់ហើយអញ្ចឹងខ្ញុំត្រូវធ្វើភ្លាមខ្ញុំឆាប់ធ្វើមួយទៀតគឺខ្ញុំវាយ command ដាក់ថា renew ណា renew វាមកវិញអញ្ចឹងខ្ញុំចាំមួយ plate renew រៀងយូរជាង release តិចបាទអញ្ចឹងខ្ញុំ renew មកវិញហើយខ្ញុំបាន IP address បាន subnet mask gateway មកហើយណាហើយអញ្ចឹងខ្ញុំទៅបិទ package capture របស់ខ្ញុំវិញខ្ញុំចូល line capture ខ្ញុំ stop កុំឲ្យវា capture តទៀតដើម្បីខ្ញុំ check មើលតើ DHCP វា process នៅ background ហ្នឹងគឺយ៉ាងម៉េចអញ្ចឹងទីមួយខ្ញុំចូលមកដើម្បីខ្ញុំស្រួលមើលខ្ញុំចូលមក protocol ហើយខ្ញុំចុចកន្លែង protocol មួយដើម្បីឲ្យវារៀបណាអញ្ចឹងវាមាន capture app អញ្ចឹង address resolution protocol ណាមាន capture អីច្រើនពាក់ព័ន្ធនឹង package center សិនមកណាចឹងខ្ញុំអត់ខ្វល់ទេខ្ញុំពេលនេះខ្ញុំចង់មើលតែ DHCP ណាអូខេអញ្ចឹងខ្ញុំ scroll មកដល់ឃើញ DHCP ហើយអញ្ចឹងយើងឃើញពិតប្រាកដជាក់ស្ដែងបាទអញ្ចឹងទី1នៅពេលដែលខ្ញុំវាយពាក្យថា IP config/release អញ្ចឹង computer របស់ខ្ញុំនឹងវានឹងការ release នៅ IP address DHCP release ចេញ IP address ចេញពី computer របស់ខ្ញុំបាទចុះបន្តមកទៀតខ្ញុំនឹងវាយខ្ញុំបានវាយ command មួយដាក់ថា IP config/renew វិញតែម្ដងណាអញ្ចឹងនៅពេលដែលខ្ញុំវាយ /renew ហើយ client ខ្ញុំគឺចាប់ដើម process Dora ណា Dora អញ្ចឹងខ្ញុំមើលនេះជាមួយជាក់ស្ដែងនេះអញ្ចឹង client របស់ខ្ញុំនេះ source នេះគឺ0គឺខ្ញុំអត់មាន IP address ទេអញ្ចឹងcomputer របស់ខ្ញុំបាន send broadcast address មួយអញ្ចឹង255ទាំងអស់នេះបានន័យថាជា broadcast package ណាអញ្ចឹងវា send message broadcast មួយទៅកាន់ទៅរក DHCP server ហើយ broadcast message ហ្នឹងជា discover ណានិយាយ discover message អញ្ចឹងពាក្យ D ណាបន្តមកទៀតយើងឃើញថា DHCP វាបាន offer មកវិញ offer មក client ខ្ញុំវិញអញ្ចឹងវា send តាមផ្សាយតាម broadcast ដដែលដែរអញ្ចឹងវារៀនមុនខ្ញុំថានេះជា unicast ណាតាមពិតអត់ទេវាជា broadcast ទាំងអស់ណាបាទអធិស្ឋានបងអញ្ចឹងវា offer មកវិញ source ដែលផ្ញើមកគឺ DHCP server របស់ខ្ញុំគឺចុច1ណាចុច 10.1 អញ្ចឹងអានេះ message ពី DHCP server របស់ខ្ញុំដែលមានចុច 10.1 វា send ជា broadcast មកអញ្ចឹងហើយបន្តមកទៀត client ខ្ញុំវិញម្ដងណាអញ្ចឹង client របស់ខ្ញុំគឺនៅអត់ទាន់មាន IP ទេនៅ0តែណាបាទអញ្ចឹង client ខ្ញុំក៏បាន send DHCP request មកសារទៀតតាម broadcast ដែរណាជា DHCP request ទៅកាន់ server វិញបាទបន្តមកទៀតយើង server គាត់ទទួលបាន message ពី client អញ្ចឹង server ខ្ញុំចុច1ដដែលហ្នឹងគាត់ reply មកវិញតាម broadcast ដែរជា DHCP act បានន័យថា DHCP acknowledgement អញ្ចឹង process នេះគេដាក់អានេះ release យើងគិតទេណានេះ Dora បាទបន្តមកទៀតឃើញ client របស់ខ្ញុំគឺគាត់ចាប់ផ្ដើមបាន address ហើយនេះណា client ណាបាទជា client របស់ខ្ញុំគឺចាប់ផ្ដើមបាន address គាត់ធ្វើ DNS query ធ្វើអីទៅបើចន្លោះនេះគឺគាត់អត់ទាន់មានទេណាបាទបន្ទាប់ពី acknowledge ហើយបានគាត់ទទួលបាន address លេខ20អញ្ចឹងខ្ញុំអាចទៅចូលទៅ check មើលតើទទួលបានលេខ20ទេនេះដែលខ្ញុំ renew មកគឺទទួលបានលេខ20ត្រឹមហ្នឹងណាបាទអញ្ចឹងអាហ្នឹងគឺជា process របស់ DHCP ណា Dora អញ្ចឹងយើងអាចមើលជាក់ស្ដែងប្រើជាមួយនឹង Wireshark package capture បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញយើងជាក់ស្ដែងតែប៉ុណ្្នឹងទេណាការ process របស់ DHCP នៅក្នុងនៅក្រោយ background software របស់យើងណាបាទអញ្ចឹងអរគុណច្រើនជម្រាបលា